Bạnសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានចំណេះដឹងថ្មីមួយទៀតហើយសម្រាប់ចែកជូនបងប្អូនទាំងអស់គ្នារបៀបនៃការដែលយើងចូលមើល Facebook របស់យើងហ្នឹងតើមានគេ hate ឬអត់បាទអញ្ចឹងបងប្អូនចូលទៅក្នុងកម្មវិធី Facebook ទាំងអស់គ្នាទៅបាទrồiហើយបងប្អូនចុចកន្លែងសញ្ញាត្រេ3បាទrồiហើយបងប្អូនចុចកន្លែង setting នេះមកហើយសញ្ញាកងចាក់នេះបាទrồiហើយបងប្អូនចុចនៅកន្លែងនេះបងប្អូននេះហើយ see more ណាបាទrồiបងប្អូនចុចកន្លែង password and security នេះបងប្អូនចុចកន្លែងនេះមកបាទrồiហើយបងប្អូនចុចកន្លែងនេះមកនេះបាទអញ្ចឹងគឺកន្លែងនេះហើយគឺកន្លែងដែលយើងចូលមើលនៅក្នុង account Facebook របស់យើងបងប្អូនយើងចង់ដឹងថា account Facebook របស់យើងហ្នឹង login ប្រមាណ device មានន័យថាប្រមាណទូរស័ព្ទឬប្រមាណ computer អញ្ចឹងបងប្អូនព្រោះកន្លែងនេះគឺជាកន្លែងដែលយើងចូលទៅមើល account Facebook របស់យើងហ្នឹងតើមានគេ hate ឬអត់បើសិនជា Facebook របស់យើងហ្នឹងមានគេ hate មានន័យថាកន្លែងនេះគឺបង្ហាញ2ឬក៏3 device ហ្នឹងបងប្អូនឬក៏កន្លែងនេះគេបង្ហាញដូចជាទូរស័ព្ទមួយអីផ្សេងអញ្ចឹងនេះមានន័យថាខ្ញុំ login តែមួយទូរស័ព្ទទេមានន័យថា account Facebook របស់ខ្ញុំនេះគឺអត់មាននរណាគេ hate បានទេដោយសារអីយើងចូលឆែកមើលហើយគឺអត់មានបង្ហាញថា2ឬក៏3ទេគឺកន្លែងនេះគឺបង្ហាញតែមួយទេបងប្អូនបើសិនជាកន្លែងនេះមានគេ hate គឺកន្លែងនេះគឺបង្ហាញបងប្អូនបង្ហាញទូរស័ព្ទមកអីទូរស័ព្ទប៉ុន្មានគ្រឿងអញ្ចឹងណាគឺកន្លែងនេះបង្ហាញអានេះគឺថាខ្ញុំ login នៅទូរស័ព្ទរបស់ខ្ញុំគឺ Samsung Galaxy Note 8នេះបាទមានន័យថាយើងចូលមើលកន្លែងហ្នឹងហើយគឺរួចរាល់ហើយបងប្អូនគឺកន្លែងដែលយើងចូលទៅមើលaccount Facebook របស់យើងហ្នឹងដែលមានគេ hate ឬអត់បាទអញ្ចឹងវីដេអូគឺមានតែប៉ុណ្្នឹងទេបងប្អូនបាទសូមបងប្អូនចាំតាមដានវីដេអូនៅក្រោយៗទៀតរបៀបនៃការខ្ញុំបង្ហាញពីតាក់ទងនឹងកម្មវិធី Facebook ដែលបងប្អូនណាមិនទាន់បានដឹងបងប្អូនណាដឹងហើយក៏សូមអធ្យាស្រ័យដែរហ្នឹងហើយអានេះគឺខ្ញុំបង្ហាញសម្រាប់តែបងប្អូនដែលគាត់មិនទាន់យល់ដឹងពីការប្រើ Facebook របៀបនៃការដែលយើងចង់ការពារ Facebook របស់យើងហ្នឹងកុំឲ្យមានជនឆ្លៀតឱកាសដែលគាត់យក Facebook របស់យើងហ្នឹងយកទៅប្រើប្រាស់នៅក្នុងផ្លូវណាមួយមិនល្អអញ្ចឹងបងប្អូនបាទអរគុណច្រើនបងប្អូនបងប្អូនរងចាំទស្សនាវីដេអូនៅក្រោយៗទៀតខ្ញុំនឹងបង្ហាញពីអត្ថប្រយោជន៍របៀបនៃការដែលយើងប្រើ Facebook ឬក៏របៀបនៃការដែលយើងចាក់សោ Facebook របស់យើងហ្នឹងដើម្បីកុំឲ្យគេចូល hate បានឬក៏គេចូលក្នុង Facebook របស់យើងបានអញ្ចឹងបងប្អូនបាទអរគុណច្រើនបងប្អូនបាយបាយ